បច្ចៈកន្លែងនេះដោយសារអីដោយសារហេតុអីដែលយើងពេលដែលយើងឈឺដោះសាយបានអានេះខ្ញុំរៀនពីដុកទ័រមកតែខ្ញុំចាំសម្ដីគាត់ដែលបានរៀនជាមួយគាត់គាត់ថានៅពេលដែលយើងឈឺប្រភេទជំងឺផ្ដាសាយយើងមានសលេះមានអីចឹងណានៅកកនៅអីចឹងអានេះមានន័យថារាងកាយរបស់យើងគឺល្អមានន័យថារាងកាយធ្វើការដកលាងឬក៏ប្រឆាំងនឹងបាក់តេរីបានល្អបាទប៉ុន្តែបើសិនជាយើងឈឺហើយកយើងស្ងួតក្អកស្ងួតណាអានោះមានន័យថារាងកាយអត់ល្អទេហើយប្រព័ន្ធការពារក៏អត់ល្អដែរបាទអញ្ចឹងអាធ្វើឲ្យយើងមានសលេះមានអីចឹងណានៅលើកករបស់យើងហ្នឹងគឺរាងកាយវាចាប់បញ្ជូនមកណាបាទដែលវាភ្ជាប់នៅសលេះនៅលើកកយើងហ្នឹងណាបាទអាហ្នឹងគឺដែលខ្ញុំបានរៀនពីដុកទ័រមកអញ្ចឹងអ្នកឈឺយើងត្រូវកត់សម្គាល់ណាឈឺអត់ស្លេះឈឺមានស្លេះណាប្រភេទផ្ដាសាយណាឬក្អកដែលមានស្លេះអញ្ចឹងបាទតែក្អកស្ងួតអាចនឹងមានបញ្ហាដល់សួត